ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចេញវីដេអូថ្មីសម្រាប់ជូនបងប្អូនទស្សនាទៀតហើយណាមុខម្ហូបនេះរសជាតិគឺថាឆ្ងាញ់តែម្ដងអស់ទោះតែម្ដងណាហើយមុខម្ហូបនេះក៏ខ្ញុំឃើញមានលក់តាមភោជនីយដ្ឋាននានាក៏ជាមុខម្ហូបដែលពេញនិយមដែរណាតែស្អែសួរថាពិបាកធ្វើទេអត់ពិបាកធ្វើទេបងប្អូនងាយស្រួលមែនតើអ្នកខ្លះគេឲ្យឈ្មោះថាត្រីអប់មីសួរអ្នកខ្លះទៀតគេហៅថាត្រីចំហុយមីសួរអញ្ចឹងណាបងប្អូនពេញចិត្តឈ្មោះមួយណាបងប្អូនដាក់ឈ្មោះមួយហ្នឹងទៅឥឡូវមុននឹងការធ្វើសូមឲ្យពុកម៉ែបងប្អូនជួយ like ជួយ subscribe នៅ channel YouTube របស់នាងខ្ញុំហើយបើបងប្អូនឃើញវីដេអូរបស់នាងខ្ញុំនៅក្នុង page Facebook សូមបងប្អូនជួយ like ជួយ share ចេញមួយផងតោះឥឡូវយើងក៏បង្អង់យូរយើងចាប់ផ្ដើមធ្វើទៅក្បួនធ្វើងាយសាមញ្ញប៉ុន្តែរសជាតិ the best តែម្ដងណាពុកម៉ែបងប្អូនសាច់ត្រីល្អមែនតើយ៉ាងសស្រស់ហ្មងយ៉ាងផ្អែមហ្មងក្នុងការធ្វើមីសួរហ្នឹងណាត្រីអាប់មីសួរហ្នឹងបងប្អូនអាចជ្រើសត្រីដែលបងប្អូនពេញចិត្តណាបងប្អូនចូលចិត្តត្រីអីក៏បានដែរណាខ្ញុំថ្ងៃនេះយកត្រីក្រហមហើយយើងវះមកតាមការចូលចិត្តរបស់យើងមកណាវះធ្វើមិនធ្វើទៅឲ្យតែបងប្អូនគិតថាស្រួលស្អាតចឹងណាស្រួលបេះញ៉ាំខ្ញុំវះចឹងណាទៅចឹងណាហ្នឹងទៅពេលយើងប្រឡាក់ទៅវាចូលជាតិល្អឃើញទេកាលពីខ្ញុំវះត្រីហើយខ្ញុំចាប់ផ្ដើមធ្វើគ្រឿងសម្រាប់ដាក់ត្រីថ្ងៃនេះត្រីក្រហមគឺទីអាចារក្រហមហ្នឹងគឺខ្ញុំដាក់ខ្ញីខ្ញុំកាន់ប្រទេសចេះខ្ទឹមសហើយនឹងខ្ទឹមក្រហមគឺដើម្បីជួយកាត់ឆ្អាបហើយនឹងគល់ខ្ទឹមមួយទៀតខ្ញុំដាក់គល់ខ្ទឹមហ្នឹងគឺខ្ញុំកាត់យកគល់យកមកញាត់ពោះត្រីចាប៉ុណ្ណឹងមកណាប៉ុណ្នេះចាប់តាមប្រឡាក់ត្រីគឺខ្ញុំមានម្សៅស៊ុបមកកូនសាភីកាហ្វេមកបន្ទាប់មកខ្ញុំដាក់ស្ករមកសាភីកាហ្វេមកយើងរសជាតិឡំត្រីណាយើងអត់ឲ្យវាផ្អែមប្រៃដិតទេហើយអំបិលចុងសាភីកាហ្វេអញ្ចឹងមកណាប្រហែលជាកន្លះសាភីកាហ្វេអញ្ចឹងទៅហើយនឹងស្រាសម្រាប់ធ្វើម្ហូបនេះបងប្អូនគឺស្រានេះឃើញទេស្រាហ្នឹងគឺយកមកចម្អិនទៅជួយកាត់ជាតិឆ្អាបបងប្អូននេះខ្ញុំដាក់ប្រហែលជាសាភីបាយអញ្ចឹងមកវាជួយកាត់ជាតិឆ្អាបរបស់យើងបានល្អឥឡូវនេះខ្ញុំចាប់ផ្ដើមយកត្រីរបស់ខ្ញុំហ្នឹងយកមកម៉ាស្សាហើយគ្រឿងមានគល់ខ្ទឹមខ្ញីហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងខ្ញុំយកមកញាត់ពោះត្រីណាអញ្ចឹងខ្ទឹមគ្រឿងទាំងអស់ហ្នឹងគ្រឿងខ្ទឹមគ្រឿងខ្ញីហ្នឹងចែកជាពីរមួយប្រឡាក់មួយត្រីមួយខ្ញុំប្រឡាក់ជាមួយនឹងមីសួររបស់ខ្ញុំយើងម៉ាស្សាវាអញ្ចឹង1នាទី2នាទីណាតាមត្រីតូចធំអញ្ចឹងទៅម៉ាស្សាអញ្ចឹងហើយយើងផ្អាប់ទុកសិនណាយើងចាប់ផ្ដើមមកធ្វើគ្រឿងសម្រាប់លាយមីសួររបស់យើងវិញខ្ញុំចាប់ផ្ដើមយកការ៉ុតមកចិត្តវាមិនក្រាស់ពេកមិនស្ដាងពេកទេបងប្អូនមកល្មមណាបន្ទាប់មកនេះខ្ញុំហាន់វាជាសរសៃវែងតែម្ដងណាប៉ុណ្ណឹងណាកុំឲ្យសរសៃទុយពេកមិនមែនហាន់ដូចយើងដាក់ទឹកត្រីណាត្រូវជាសរសៃយើងហាន់ទឹកត្រីហើយជាច្បាមូអញ្ចឹងមកណាហើយការ៉ុតក៏ខ្ញុំអត់ដាក់ច្រើនដែរដាក់មកល្មមមើលទៅមកសមរម្យណាពីកូនអ៊ំទូចមក ឥ
បើហាន់គ្រឿងមួយទៀតណាគ្រឿងហ្នឹងគេមានខ្ញីនេះខ្ញុំហាន់ខុសពីការប្រឡាក់មិញណាគឺខ្ញុំហាន់សរសៃវែងអញ្ចឹងដូចយើងឆាខ្ញីអញ្ចឹងណាដើម្បីយើងរោយលើសាច់ត្រីរបស់យើងហើយនឹងជាមួយនឹងមីសួរបន្ទាប់មកមានខ្ទឹមសខ្ទឹមក្រហមហ្នឹងក៏ដូចគ្នាណាខ្ញុំកាត់វាចំណិតប្រទេសមកមិនក្រាស់ពេកក៏មិនស្ដើងពេកដូចបងប្អូនឃើញក្នុងវីដេអូដែលខ្ញុំហាន់មិញអញ្ចឹងណាគឺបែបហ្នឹងមកណាហើយយើងដាក់ចូលគ្នាតែម្ដងកន្លែងនេះបងប្អូនដាក់ម្ទេសម៉ាឡេដូចនឹងខ្ញុំក៏បានដែរខ្ញុំបានឆ្កឹះយកគ្រាប់ចេញហើយកាត់វារៀងជាចំណិតអត់ទៅទូចពេកណាមកល្មមណាដូចបងប្អូនឃើញអញ្ចឹងចំណិតសរសៃវែងអញ្ចឹងទៅតែបើបងប្អូនអត់មានម្ទេសម៉ាឡេទេបងប្អូនអាចដាក់ម្ទេសផ្លោកក៏បានហើយដាក់រើសតាមពណ៌ការចូលចិត្តមានលឿងមានខៀវមានក្រហមអញ្ចឹងណាបន្តមកទៀតគឺយើងត្រូវទៅហាន់ស្ពៃហាន់ផ្សិតហ្នឹងគឺមានផ្សិតសៀកកដោហើយនឹងផ្សិតខ្មៅរបស់ខ្ញុំណាផ្សិតក្រៀមហ្នឹងណាខ្ញុំដាក់អានេះខ្ញុំដាក់តែ2ដុំទេប៉ុន្តែវារៀងធំ2ដុំ3ដុំអីចឹងណាទូចមានតូចមានធំដូចបងប្អូនឃើញវីដេអូដែលខ្ញុំដាក់ត្រាំមិញហ្នឹងណាតែមុននឹងហាន់ហ្នឹងបងប្អូនយកទៅត្រាំវាប្រហែលជា10នាទី20នាទីគឺវារីកល្អហើយតែផ្សិតវារៀងគ្រាន់រីកបន្តិចចឹងបងប្អូនរៀងត្រាំរៀងយូរក្រោយពីត្រាំហើយបងប្អូនលាងច្បាច់អំបិលលាងអីឲ្យស្អាតហើយចំពោះផ្សិតសៀកកដោនេះបងប្អូនត្រូវកាត់ក្បាលវាហើយលាងអស់អសហុយនឹងចេញអស់លាងឲ្យបានច្រើនទឹកណាច្បាច់លាងវាទៅឲ្យបានស្អាតហើយទើបយើងយកមកហាន់ជាសរសៃអញ្ចឹងកន្លែងនេះខ្ញុំបានយកស្លឹកខ្ទឹមមកបត់អញ្ចឹងណាដើម្បីយកមកហាន់ឲ្យវាចេញជាសរសៃវែងហើយបន្ទាប់មកយើងយកដាក់ត្រាំទឹកទៅស្លឹកខ្ទឹមហ្នឹងវាចេញរួញដូចផ្កាអញ្ចឹងណាហើយកន្លែងនេះបើសិនជាបងប្អូនមានស្លឹកខ្ទឹមធំហត់ទៅស្រួលចិត្តហើយហាន់ទៅវាហត់តែស្អាតជាងខ្ទឹមខ្ញុំទៀតនេះខ្ទឹមខ្ញុំទូចពេកណាហើយបានកាន់តែខ្ទឹមកាន់តែធំកាន់តែស្រួលចិត្តកាន់តែឃើញម៉ូតស្អាតណាពេលខ្ញុំហាន់ហើយខ្ញុំយកដាក់ត្រាំទឹកទុករោយពីលើត្រីចំពោះមីសួរវិញណាបងប្អូនក៏ដូចគ្នាឃើញខ្ញុំដាក់ត្រាំទឹកណាយើងត្រាំទឹកហើយពេលវារីកយើងចាប់ដើមលាងវាពី3ទឹកមកហើយយើងដាក់កញ្ឆេងឲ្យស្រស់ទឹកទៅបន្ទាប់មកមីសួរនឹងវែងអញ្ចឹងយើងត្រូវធ្វើឲ្យខ្លីកាត់វាតែកុំឲ្យខ្លីពេកវែងនេះបានទេបងប្អូនណាឃើញទេប៉ុណ្្នឹងទៅបានហើយនេះគឺជាសៀងនេះគឺសៀងផ្អែមខ្ញុំធ្វើខ្លួនឯងណានៅថ្ងៃណាមួយខ្ញុំនឹងចេញវីដេអូធ្វើសៀងផ្អែមឲ្យបងប្អូនបានទស្សនាមើលណាពីក្បួនធ្វើសៀងផ្អែមរបស់ខ្ញុំហើយសៀងផ្អែមរបស់ខ្ញុំគឺមានក្លិនឈ្ងុយឆ្ងាញ់ហើយផុយល្អណាចាយើងចាក់ចូលទៅខ្ញុំអត់យកទឹកទេណានេះបងប្អូនចូលចិត្តច្រើនដាក់ច្រើនទៅតែខ្ញុំដាក់តែប៉ុណ្ណេះបានហើយណាគ្នា3នាក់គឺប៉ុណ្ណឹងគ្រប់គ្រាន់ហើយមកខ្ញុំចាប់ដើមលាយគ្រឿងណាម្សៅស៊ុបខ្ញុំមកស្ព្រាកាហ្វេមកបងប្អូនហើយទឹកស្អៀវរបស់ខ្ញុំដាក់2ស្ព្រាសៀងផ្អែមរបស់យើងហ្នឹងគឺវាមានរសជាតិប្រៃផ្អែមហើយណាបងប្អូនអញ្ចឹងសូមកុំដាក់គ្រឿងដិតពេកស្ករខ្ញុំដាក់កន្លះស្ព្រាបាយនិយាយរួមទៅគ្រឿងត្រូវដែលខ្ញុំលាយនេះគឺវាអាស្រ័យទៅលើសៀងណាសៀងរសជាតិផ្អែមប្រៃកម្រិតណាបន្ទាប់មកខ្ញុំដាក់ម្រេចឲ្យមានក្លិនឈ្ងុយខ្ញុំធ្វើម្ហូបភាគច្រើនអត់ស្រ័យចោលម្រេចទេមុខម្ហូបសម្រាប់ដាក់ម្រេចណាហើយខ្ញុំដាក់ប្រេងអូលីវចូលបន្តិចដើម្បីឲ្យឆ្ងាញ់ណាដាក់ប្រហែល1ស្ព្រាបាយទៅបងប្អូនណាប៉ុណ្្នឹងទេយើងចាប់ដើមច្បល់គ្រឿងរបស់យើងចូលមកពាក់សំដៃសិនតែប៉ុណ្្នឹងទៅគឺរួចរាល់ហើយបងប្អូនឃើញទេចានិយាយរួមទៅគ្រឿងផ្សំបើពីចេញស្ករដូចខ្ញុំនិយាយប្រាប់បងមិនអញ្ចឹងបងប្អូនអញ្ចឹងណាគឺវាអាស្រ័យទៅលើសៀងបងប្អូនសៀងណាបងប្អូនចេះរើសសៀងឆ្ងាញ់ណាចំហុយក៏បង្កើនរសជាតិយើងឆ្ងាញ់យ៉ាងដែរណាទី2គឺការលាយគ្រឿងខាងក្រៅរបស់យើងដូចបើពីចេញស្ករយើងមុននឹងលាយគ្រឿងបើពីចេញស្ករគឺយើងត្រូវភ្លក់ថាសៀងរបស់យើងមានផ្អែមប្រៃកម្រិតណាណាព្រោះអីសៀងម្នាក់គឺធ្វើរូបមន្តខុសគ្នាហើយកម្រិតស្ករបើពីចេញក៏វាខុសគ្នាដែរឥឡូវយើងច្បល់ហើយនេះយើងប្រឡាក់សពអស់ណាពេលប្រឡាក់សពហើយខ្ញុំចាប់ផ្ដើមយកមីសួរខ្ញុំមួយចំនួនដោយសារមីសួរខ្ញុំច្រើនគួរសមដែរណាយកមកធ្លាប់ក្នុងចានបើបងប្អូនលាយមីសួរតិចទេបងប្អូនមិនធ្លាប់ទេណាចាតែនេះមីសួរច្រើនពេកយើងដាក់ធ្លាប់ក្នុងចានតិចទៅ
ឲ្យវារៀងតំណងតិចណាប៉ុណ្ណឹងមកនេះខ្ញុំអត់យកត្រីហ្នឹងទៅបំពងទៅចៀនអីទេបងប្អូនកុំឲ្យក្តៅពេកអញ្ចឹងណាកុំឲ្យប្រើខ្លាញ់ឆាច្រើនពេកខ្ញុំអត់ចង់ប្រើទេព្រោះខ្ញុំចង់យកចៀនបំពងដែរតែខ្ញុំគិតថាអូយក្តៅហើយធ្លាក់ខ្យល់ស្ងួតកស្ងួតអីទៀតអញ្ចឹងណាតែបំពងក៏ឆ្ងាញ់ម្យ៉ាងដែរបងប្អូនឆ្ងាញ់មួយបែបមកធ្វើអញ្ចឹងណាតែឥឡូវអត់ទេកាត់បន្ថយខ្លាញ់តិចណាញាក់ខ្លាញ់ញាក់ប្រេងអត់កើតទេអញ្ចឹងមកនេះឃើញទេបងប្អូនតំណងទេបន្ទាប់មកយើងរៀបមីសួរយើងដាក់ទៅលើមកចេះឃើញទេស្រួលធ្វើទេបងប្អូនហើយចំហុយយ៉ាង15នាទីត្រីតូចដូចខ្ញុំហើយបើត្រីធំ20នាទីបងប្អូនកុំចំហុយយូរអសោះណាចំហុយយូរវាធ្វើឲ្យត្រីបងប្អូននឹងសោះវិញណាត្រីអត់ដូចសាច់ជ្រូកទេណាបងប្អូនសាច់ជ្រូកយើងងាស់ទៅវាឆ្ងាញ់វាផុយវាអីចកោអញ្ចឹងណាតែចំពោះត្រីតែបងប្អូនហ៊ានតែចំហុយលើសម៉ោងឬក៏ស្ងោរលើសម៉ោងពេលវេលាហ្នឹងគឺចាប់ឲ្យបងប្អូនគឺខ្សោះយកតែម្ដងណាចាឥឡូវយើងប៉ុណ្ណឹងមកយើងរៀបវាមកនិយាយហ្នឹងឃើញទេនេះគេហៅត្រីលាក់ខ្លួនតែម្ដងបងប្អូនលាក់ក្នុងមីសួរតែហ្មងលាក់ក្នុងកុំប្រៃហ្មងចាអត់ឃើញត្រីទេឃើញតែគ្រឿងក្រៅសិតតែផ្លែគេថាសិតតែរុក្ខជាតិហ្មងណាចាយើងចាក់ទឹកវាមកអស់មកណាអត់ឆ្អាបទេព្រោះយើងបានប្រឡាក់ស្រាបឡាក់អីឲ្យធ្វើស្អាតណាចាឥឡូវយើងចាប់ដាំដាក់ចំហុយមកបងប្អូនតំណងអត់ឃើញទេតំណងទេឃើញអត់ក៏មើលតែប៉ុណ្្នឹងដឹងហើយក្លិនឈ្ងុយតែម្ដងតោះយើងយកដាក់ចំហុយទៅចំហុយរយៈពេល15នាទីបងប្អូនមកណាប៉ុណ្ណឹងមកខ្ញុំវេចវាសួរឲ្យទៀតជាងមុនបន្តិចដោយសារវាកលខ្ទះពេកចឹងចំហុយអត់ឆ្អិនទេចាប៉ុណ្ណឹងមកត្រីខ្ញុំចំហុយដល់នាទីដល់ម៉ោងហើយអញ្ចឹងខ្ញុំសាប់ដើមយកទឹកខ្ទឹមដែលខ្ញុំយកដាក់ត្រាំទឹកមិញហ្នឹងឡើងរួញអញ្ចឹងបងប្អូនយើងរោយពីលើមកណាញ៉េយើងរោយវាមកហើយចាំយកដាក់ខ្លាញ់ឡាឲ្យក្តៅចាំស្រូចពីលើធ្វើអញ្ចឹងឈ្ងុយតែម្ដងឥឡូវត្រីរបស់ខ្ញុំណារួចរាល់ហើយណាបងប្អូនមើលសាច់ត្រីគេឡើងស្រស់ឡើងផ្អែមតែម្ដងណាហើយមីសួររបស់ខ្ញុំឆ្អិនបានល្អមិនត្រឹមតែមីសួរទេសាច់ត្រីក៏ឆ្អិនល្អដែរណាតែឆ្អិនល្អហ្នឹងអត់ឆៅទេណាហើយក៏អត់រលួយជ្រុលដែរបងប្អូនមើលសាច់ត្រីឃើញទេក្តៅហុយឆ្ងាញ់ណាបងប្អូនណាញ៉ាំឆ្ងាញ់មែនតើតោះឥឡូវវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយតែខ្ញុំសូមបញ្ជាក់មួយបងប្អូនណាដែលមិនទាន់ Subscribe នឹងខ្ញុំសូមជួយ Subscribe នឹងខ្ញុំម្នាក់មួយមកបុកម៉ែបងប្អូនទាំងអស់គ្នាណាដើម្បីឲ្យជាកម្លាំងចិត្តរបស់នឹងខ្ញុំទុកតើនឹងខ្ញុំធ្វើវីដេអូថ្មីជូនបងប្អូនណានេះខ្ញុំអត់សូមអីច្រើនទេសូមតែ Subscribe ម្នាក់មួយមកបងប្អូនហើយបើសិនជាវីដេអូមួយនេះបងប្អូនពេញចិត្តហើយបងប្អូនមានបំណងចង់ចែករំលែកសូមបងប្អូនអាចចែករំលែកបានណាដោយការ share វីដេអូរបស់ខ្ញុំចេញទៅអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត